នាយករដ្ឋមន្ត្រីបាច់ឆ្នាំយើងកឆារបស់ប្រទេសថៃគឺចេញមកនិយាយពាក់ព័ន្ធជាមួយលុយជំនួយទៅលើទាហានឬក៏យោធាថៃដែលបានពលីឬក៏បានស្លាប់នឹងឯងចំនួន 13950 នាក់ហេក្រៃថា17នាក់ឯងបងប្អូនល្មមវាថាប្រហោះថាតែ17នាក់ទេឥឡូវចេញ 13950 នាក់មកណាទៀតហើយឬក៏អា17នាក់នោះថៃ 10000 នាក់នេះអាពួកសៀមសរិនប៉ុន្តែអ្វីដែលបញ្ជាក់មកច្បាស់នោះគឺពាក់ព័ន្ធជាមួយនឹងលុយជំនួយហ្នឹងគឺចំនួន 40000 បាតក្នុងម្នាក់បើយើងគិតជាលុយដុល្លារវាប្រមាណជា 1275 ដុល្លារបងប្អូនហ្នឹងហើយក៏មិនដឹងថាព័ត៌មានហ្នឹងវាយ៉ាងម៉េចដែរពួកអីល្មុនវាថា17ឥឡូវវាចេញ 13000 មកតាមប្រឡោះណាមួយទៀតគឺខ្ញុំចាប់ដើមវែងបដាហើយប៉ុន្តែបើវាថាថៃស្លាប់ 7 10 នាក់សៀមសរិន 13000 នាក់អាហ្នឹងគឺវាសំហេតុផលមែនទែនបងប្អូនប៉ុន្តែខ្ញុំក៏បារម្ភដែរមិនដឹងថាអានយុរដ្ឋមន្ត្រីបាច់ឆ្នាំញើកឆាហ្នឹងវាកំពុងលេងក្បាច់អីតទៀតទេពួកឥឡូវនេះឃើញបាយធ្លាព័ត៌មានវាលេងក្បាច់ច្រើនមែនទែននឹងជាក្បាច់ស្អីខ្លះទេគឺខ្ញុំក៏បារម្ភដែរនៅបងប្អូនអរគ្នាបើមានកំណត់យោបល់មកចាំជួយខមមិននៅក្រោមវីដេអូហ្នឹងផងបាទអរគុណ